ខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបធ្វើនំចាក់ចុលងាយតែម្ដងគាត់តែថាយើងត្រូវការប្រើរយៈពេល70ម៉ោងអ្នកទាំងអស់គ្នាអញ្ចឹងហើយចាំនេះខ្ញុំប្រាប់ពីរបៀបធ្វើងាយជាទីបំផុតតែម្ដងហើយយើងរក្សម្សៅនោះទុក70ម៉ោងអ្នកទាំងអស់គ្នាអាចយកមកចាក់មកគឺថាឡើងស្អាតរសជាតិឈ្ងុយឆ្ងាញ់បែបនេះតែម្ដងតោះក៏លេចទៅមើលវិធីធ្វើទាំងអស់គ្នានេះខ្ញុំប្រើម្សៅខ្សាយមួយកញ្ចប់រីឯម្សៅដំណើបនេះខ្ញុំប្រើកន្លះកញ្ចប់បន្តមកទៀតនេះខ្ញុំដាក់ស្ករសហើយអំបិលបន្តិចមកបន្តមកទៀតអ្នកទាំងគ្នាកូរវាឲ្យសព្វដើម្បីឲ្យលបាយម្សៅស្ករជាមួយនឹងអំបិលរបស់យើងនឹងគឺសព្វបន្តមកទៀតយើងដាក់ខ្ទិះដូងនេះខ្ញុំប្រើតែបន្តិចទេអ្នកទាំងគ្នាដាក់ច្រើនពេកគឺវាបាត់រសជាតិនោះលើដល់ពេលយើងដាក់ពងមាន់ចំនួន1គ្រាប់ចូលតែម្ដងអ្នកទាំងគ្នាហើយស្ករក្រហមដែលយើងបានលាយទឹកឲ្យវារលាយនេះគឺយើងចាំបាច់ដាក់ចូលច្បល់វាឲ្យសព្វតែម្ដងរសជាតិផ្អែមប្រៃអ្នកទាំងអស់គ្នាដាក់តាមចំណង់ចំណូលចិត្តដែលអ្នកទាំងអស់គ្នាចូលចិត្តផ្អែមខ្លាំងប៉ុណ្ណាអីប៉ុណ្ណាលាយប៉ុណ្ណឹងមកហើយយើងថែមទឹកវាម្ដងបន្តិចរហូតដល់ល្បាយនំរបស់យើងនេះគឺថាល្មមបែបនេះតែម្ដងហើយយើងយកទៅរក្សាទុកក្នុងរយៈពេល70ម៉ោងអ្នកទាំងអស់គ្នាបន្តមកទៀតគឺថាវាឡើងល្អបែបនេះនៅផ្ទះខ្ញុំគឺសីតុណ្ហភាព70 Fahrenheit ម្សៅនោះគឺយើងត្រូវរក្សាទុកនៅក្នុងប្រអប់បិទជិតនៅខាងក្រៅទូទឹកកកប្រសិនបើអាកាសធាតុក្តៅជាងនេះអ្នកនរគ្នាអាចទុកយូរដល់ម្លឹងឯអ្នកនរគ្នាអាចថយពេលវេលាត្រឹមតែ2ថ្ងៃអីនោះគឺថាអ្នកនរគ្នាត្រូវពិនិត្យមើលតើម្សៅយើងនឹងឡើងល្អហើយឬនៅម្សៅនំចាក់ចុះដែលឡើងល្អដូចដែលនេះខ្ញុំបានបង្ហាញគឺយើងកូរទៅឡើងពពុះល្អបែបនេះហើយនឹងមានក្លិនជូរតិចតែម្ដងនេះគឺថាម្សៅយើងបានរួចរាល់ហើយអ្នកទាំងអស់គ្នាអញ្ចឹងទៅយើងកូរវឹកឲ្យសព្វបែបនេះប្រសិនបើយើងកូរវឹកទៅឃើញម្សៅរបស់យើងគឺថារៀងខាប់បន្តិចយើងអាចថែមទឹកពីលើបន្តិចកូរវាឲ្យសព្វហើយយកមកចាក់ជាការស្រេចអ្នកទាំងអស់គ្នាមកចាប់ផ្ដើមចាក់នំចាក់ចោលទាំងអស់គ្នាតែម្ដងម្សៅយើងលាយត្រឹមត្រូវបានល្អ perfect អត់មានទាស់ទេអ្នកទាំងគ្នានៅពេលដែលចាក់ទៅគឺថាឡើងមូលក្រឡង់ឡង់ដូចជាព្រះអាទិត្យតែម្ដងសូមបញ្ជាក់នៅពេលដែលចាក់នំចាក់ចុះគឺយើងប្រើភ្លើងទាបឬក៏មធ្យមអត់អាចប្រើភ្លើងខ្លាំងបានទេកាលណាប្រើភ្លើងខ្លាំងពេកគឺខ្លោចហើយនំរបស់យើងគឺអត់ល្អទេអ្នកទាំងគ្នាហើយនំរបស់យើងគឺថាខាងក្នុងវាគឺឡើងប៉ោងល្អហើយជុំវិញគឺវាមានកដាប់មើលទៅគឺថាស្រួយខ្ញោកខ្លាំងមែនទែននេះយើងមើលនំរបស់យើងគឺចាក់ត្រឹមត្រូវគឺនំយើងឡើងមករូបរាងបែបហ្នឹងតែម្ដងអ្នកទាំងអស់គ្នាហើយការឡើងរបស់ម្សៅយើងគឺថាបានល្អដូចដែលនេះខ្ញុំបានបង្ហាញនៅក្នុងការដែលនេះខ្ញុំចាក់នំបង្ហាញបងប្អូនទាំងអស់គ្នាឥឡូវមកសាកញ៉ាំនំចាក់ចោលរបស់ខ្ញុំតើរសជាតិប៉ុណ្ណាដែរអ្នកទាំងអស់គ្នានេះគឺថាខាងក្រៅវានេះស្រួយខ្ញោកចឹងចាំមើលញ៉ាំឲ្យអ្នកទាំងអស់គ្នាហើយខាងក្នុងវាឡើងតុនអញ្ចឹងទេតោះនេះនេះណាខាងក្នុងឡើងខាងក្រៅនេះគឺថាស្រួយខ្ញោកឥឡូវនេះយ៉ាងណាហើយបងប្អូនទាំងគ្នាតើតន់ទេវិធីនៃការធ្វើនំចាក់ចុះដែលនេះខ្ញុំបានបង្ហាញដល់បងប្អូនទាំងគ្នានឹងយល់យ៉ាងណាដែរកុំភ្លេចជួយ comment ម្នាក់មួយផងអ្នកទាំងអស់គ្នាហើយសូមមេត្តាកុំភ្លេចជួយ like follow ជួយ share ផងប្រសិនបើចូលចិត្តនៅវីដេអូរបស់នេះខ្ញុំរាល់ចម្ងល់រាល់កំហុសខុសឆ្គងរបស់នេះខ្ញុំសូមមេត្តាអធិស្ឋានតាមការគួរផងអរគុណច្រើនបងប្អូនទាំងអស់គ្នា